បាទលោកដែលនាងជាទីមេត្រីជាបន្តទៅទៀតនេះសូមជូនបទសម្ភាសជាមួយអ្នកចម្រៀងពីខេត្តកំពង់ធំបាទលោកយឹងយនដែលជាអ្នកចម្រៀងមានសម្លេងក្រអួនក្រអៅហើយដែលអ្នកកំពង់ធំនិយមហៅថាកែវសារ៉ាទី2បានឆ្លៀតឱកាសឈៀងចូលមកក្នុងបន្ទប់ផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីនារីត្រីនេះលោកបានមកសម្ដែងនៅសហរដ្ឋអាមេរិកនេះបានប្រមាណសប្តាហ៍មកហើយលោកយឹងយនមិនត្រឹមតែចេះច្រៀងទេលោកចេះទាំងកូត្រហើយចេះទាំងនិពន្ធទំនុកច្រៀងផងបាទខ្ញុំបាទសូមជម្រាបសួរលោកយឹងយនបាទជម្រាបសួរបងបាទហើយអញ្ជើញមកទីនេះដូចជាបានមួយខែហើយមិនអញ្ចឹងណាបាទចិត្តមួយខែបាទដំបូងមកចូលរួមក្នុងពិធីបុណ្យអុំទូកនៅទីក្រុង Lowell នេះមិនអញ្ចឹងបាទយនមកពីក្រមសិល្បៈឬមួយពីក្រមហ៊ុនណាដែរពីប្រទេសកម្ពុជាបាទអរគុណពីស្រុកខ្មែរគឺខ្ញុំមកពីក្រមរថយន្តតន្ត្រីទឹកខ្មែររថយន្តតន្ត្រីទឹកខ្មែរបាទជាក្រុមហ៊ុនធ្វើ CD អីសម្រាប់លក់ដូចហងមាសដូចអីយ៉ាងដែរឬមួយក៏ជាអង្គការមិនយកកម្រៃទេបាទរថយន្តតន្ត្រីចំណេញរកប្រាក់ចំណេញទេរថយន្តតន្ត្រីទឹកខ្មែរជាអង្គការមួយបាទធ្វើការផ្សព្វផ្សាយសិល្បៈខ្មែរហើយយើងមានរថយន្តមួយដែលមាន25កៅអីអញ្ចឹងបាទហើយមាន design អញ្ចឹងមានរថយន្តមួយអញ្ចឹងទៅហើយសិល្បករទាំងអស់ហ្នឹងជិះអញ្ចឹងទៅធ្វើសម្ដែងនៅតាមគ្រប់ខេត្តក្រុងតាមសហគមន៍បាទអញ្ចឹងបាទហើយសម្ដែងអីខ្លះទៅបាទនៅក្នុងហ្នឹងគឺយើងច្រឡំមកធ្លាប់បានសម្ដែងភ្លេងបុរាណភ្លេងសម័យការសម្ដែងទស្សនីយភាពជារឿងកំ pl ែងខ្លីៗជាដើមបាទនៅតាមរឿងកំ pl ែងហ្នឹងជារឿងកំ pl ែងប្រភេទអប់រំដែរឬមួយគ្រាន់តែដើម្បីកម្សាន្តសប្បាយទេអប់រំហើយនឹងកម្សាន្តសប្បាយជាមួយគ្នាតែម្ដងអប់រំស្អីខ្លះទៅសារអីសំខាន់សម្រាប់អប់រំបាទដូចជាយើងនិយាយពីការលុបបំបាត់ការប្រើអំពើហិង្សានៅក្នុងគ្រួសារបាទអំពីបរិស្ថានជាដើមអញ្ចឹងបាទហើយយើងអត់មានផែនការទេមិនអញ្ចឹងយើងមានផែនការមែនក៏ប៉ុន្តែអ្នកស្រុកអត់ដឹងទេយើងបើកឡានអញ្ចឹងទៅឈប់ទៅគឺថាធ្វើឲ្យគាត់ភ្ញាក់ទៅនាំគ្នាមកមើលយ៉ាងម្ដងឬមួយយ៉ាងម៉េចយើងមាន3សំខាន់ទី1គឺថាការសម្ដែងអត់គ្រោងទុកការអត់គ្រោងទុកហ្នឹងឧទាហរណ៍យើងធ្វើដំណើរពីភ្នំពេញទៅឧត្តរមានជ័យអញ្ចឹងយើងឈប់តាមភូមិឃុំដល់អត់ដឹងមុនណាអញ្ចឹងបាទឈប់នៅភូមិហ្នឹងយើងមានភ្លេងយើងលេង4-10នាទីយើងគាត់ស្ដាប់អញ្ចឹងទៅគាត់រត់មកមើលអីសប្បាយជាលក្ខណៈអត់ព្រៀងទុកអញ្ចឹងហើយមួយទៀតយើងសម្ដែងដោយការក្រងទុកមានន័យថាយើងរៀបចំមានឆាកមានអីតាមភូមិនៅវត្តឬក៏ទីសាធារណៈកន្លែងណាមួយហើយមួយទៀតយើងមានកម្មវិធីដូចជាបទបង្ហាញខ្លីៗអំពីឧបករណ៍ភ្លេងខ្មែរអំពីសិល្បៈខ្មែរផ្សេងៗណាបាទក្រៅទៅពីដើរសម្ដែងដើម្បីថែរក្សាសម្បត្តិវប្បធម៌ខ្មែរដូរតន្ត្រីភ្លេងខ្មែរអីហ្នឹងតើមានបានថតទុកទេមានតែថតជា CD អីទុកដែរខ្លះដែរទេបាទកន្លងមកខាងរថយន្តតន្ត្រីទឹកសហការជាមួយនឹងផលិតកម្មមន្តរៈហ្នឹងធ្លាប់បានថតចម្រៀងធនមួយអាល់ប៊ុមចម្រៀងអីចម្រៀងធនបាទធនមកពីខេត្តដរមានជ័យហើយចម្រៀង Burn បាទ Burnយ៉ាងម៉េចទៅ Burn ហ្នឹងបាទចម្រៀង Burn ហ្នឹងគឺអ្នកស្រុកសុរិនគាត់ហៅថា Burn ហើយលោកតាខ្លះគាត់ហៅព្រើលអ្នកសុរិនបាទហើយគេប្រគំស្អីយកស្អីប្រគំបាទហើយអ្នកដែលប្រគំហ្នឹងទី1គឺមានកែនបាទហើយមានអ្នកចម្រៀងស្រីប្រុស2អ្នកឆ្លើយឆ្លងគ្នាបាទហើយចម្រៀងកែនកំដរដោយកែនហើយមានអ្នកច្រៀងប្រុសស្រីឆ្លើយឆ្លងគ្នាគាត់អាចច្រៀងនិទានជារឿងបានរឿងបរេសណ្ដរឿងសវណ្ណសាមរឿងអីដូចអញ្ចឹងដូចចបៃដងវែងអញ្ចឹងដូចចបៃដែរប៉ុន្តែខុសពីចបៃថងថាមានអ្នកច្រៀងឆ្លើយឆ្លងប្រុសស្រីបាទហើយក៏អាចច្រៀង live ខាយគ្នាអីផ្សេងទៀតបានដូចអាយ៉ៃឆ្លើយឆ្លងវិញបាទខ្ញុំឮល្បីថាយោនឹងអ្នកកំពង់ធំហៅថាកែវសារ៉ាទី2ផងសម្លេងនឹងក៏ក្អួនកៅអៅហើយក្រៅពីពីនឹងថាឮល្បីថាទៅដល់តាណានឹងនិពន្ធបទភ្លេងតំណឹងផងមិនចឹងហ៎ចុះមកដល់សហរដ្ឋអាមេរិកនេះឮថាមកដល់4ដងហើយមិនចឹងណាបាននិពន្ធអំពីសម្រស់អំពីទឹកដីសហរដ្ឋអាមេរិកនឹងបានបទអីខ្លះហើយបាទកន្លងមកខ្ញុំបាននិពន្ធបទសម្រស់ Florida បាទសម្រស់ទីក្រុង New Yorkអនុសាវរីយ៍មីនីសូតាហើយបានថតហើយនឹងបទកូឡាប់ក្រុង Lowell ហើយនឹងបទលីហើយ Chicago ខ្ញុំមកដល់ដំបូងខ្ញុំទៅរៀននៅ Chicago នឹងដែរហើយអត់ដែលបានច្រៀងលាសោះយន់នៅចាំទេអាចច្រៀងគោកបន្តិចបានទេសម្រាប់ Chicago បាទលីហើយ Chicago ចាំបាន លាហើយឈី
ខាក៏លាជំនោនីមាត់បឹងមីឈីកែនអានុសាមើនសែនក្ដងក្ដួលអួលណែនពេលឆ្ងាយនាងអរគុណណាស់ហើយចុះពីខ្ញុំមើល YouTube ឃើញមានបទសម្រាប់ Florida បាទសម្រាប់ Florida ហ្នឹងមានច្រៀងហើយមានបង្ហោះនៅ YouTube ផងមិនចឹងណាមានបាទឥឡូវយើងស្ដាប់សម្រាប់ Florida ដែលមានប្រគំភ្លេងផងបាទសូមអញ្ជើញបាទ Florida Florida ល្អម្លេះណាគួរប៉ែតដីឆ្នេរសមុទ្រវែងពេកត្រៃព្រោះនិស័យទៅជួបអ្នក Florida 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 ស្នេហាខ្ញុំអើយបានជួបហើយមិនចង់ឃ្លាតឃ្លីច្រៀងដល់តែពេលមានចម្រៀងមានភ្លេងមានអីចឹងទៅហំហែងសម្បើមណាស់មិនចឹងក្រៅតែពីចេះច្រៀងបទសម័យហ្នឹងយោនក៏ចេះកូត្រូដែរមិនចឹងណាបាទតើការចេះកូត្រូនឹងចេះពីណាមកមានឈាមជ័រជាអ្នកសិល្បៈទេនៅក្នុងគ្រួសារបាទអរគុណឪពុកខ្ញុំគាត់ជាអ្នកកូត្រូលេងភ្លេងការដែរអញ្ចឹងហ៎បាទហើយខ្ញុំអត់បានរៀនកូត្រូជាមួយគាត់ទេគាត់រៀនកាន់អីតិចតួចបាទព្រោះចុះដល់មករៀនឯណាបាទមកភ្នំពេញបានហាត់រៀននៅសមាគមសិល្បៈអប្សរាហ្នឹងបានចេះកូត្រូប្លែកមែនគេគ្រប់គ្នាគេមកភ្នំពេញគេរៀន IT គេរៀនអីស្រាប់មកភ្នំពេញរៀនកូត្រូបាទមកភ្នំពេញហ្នឹងគឺខ្ញុំចូលចិត្តរៀនសិល្បៈម្ល៉េះរៀនច្រៀងផងរៀនលេងភ្លេងអីអញ្ចឹងផងទៅអញ្ចឹងមកភ្នំពេញហ្នឹងរៀនតែភ្លេងហ្នឹងទេបាទក្រៅពីហ្នឹងក៏រៀននៅសាកលវិទ្យាល័យផងដែរបាទរៀនអីគេនៅសាកលវិទ្យាល័យរៀនសាកលវិទ្យាល័យអក្សរសាស្ត្រអង់គ្លេសបាទអូអញ្ចឹងបាននិយាយអង់គ្លេសឲ្យលាយខ្សលខ្ញុំស្ដាប់មិនចង់បានបាទអង់គ្លេសខ្មែរពិបាកស្ដាប់បន្តិចរៀនចប់ហើយអង់គ្លេសបាទរៀនចប់ហើយបាទចប់ហើយបំណងនឹងចង់ទៅធ្វើអ្នកបកប្រែឬមួយគ្រូបង្រៀនភាសាអង់គ្លេសឬមួយនៅធ្វើជាអ្នកភ្លេងទៅថ្ងៃមុខទៅបាទខ្ញុំចូលចិត្តការងារសិល្បៈហើយខ្ញុំគិតថាអង់គ្លេសក៏ជាចំណែកមួយសម្រាប់យើងធ្វើដំណើរទៅប្រទេសផ្សេងម្ល៉េះចេះតែប្រឹងរៀនភាសាអង់គ្លេសបន្ថែមទៀតបាទក៏ប៉ុន្តែនឹងខ្លាយទៅជាអ្នកភ្លេងជាគ្រូភ្លេងជាអ្នកសម្ដែងរហូតទៅបាទចង់ធ្វើជាសិល្បករជាអ្នកចម្រៀងបាទមកសហរដ្ឋអាមេរិកបានជិត1ខែនេះក្រៅតែពីទៅសម្ដែងនៅពិធីបុណ្យអុំទូកនៅក្រុង Lowell ហ្នឹងបានទៅសម្ដែងនៅទីណាខ្លះទៀតដែរបាទក្រៅពី Lowell ហ្នឹងខ្ញុំបានទៅសម្ដែងនៅ Memphis បាទនៅ Memphis រដ្ឋ Tennessee បាទហើយនឹងពីថ្ងៃអាទិត្យបានចូលរួមសម្ដែងនៅក្នុងបុណ្យវប្បធម៌ខ្មែរនៅទីក្រុង Washington DC ម្ដងបាទអាចបង្ហាញទេពកោសលក្នុងការកូត្រូជូនលោកអ្នកទស្សនាទូរទស្សន៍ហើយស៊ីស្រីបន្តិចបានទេបាទសូមកូតបន្តិចបាទបត់អីដែរបត់បំពេបាទបត់បំពេ
បាទអរគុណណាស់បាត់បំពេ បាទអរគុណ នៅពេលដែលមកសម្ដែងនៅសហរដ្ឋអាមេរិកនេះសហគមន៍ខ្មែរយើងមានការគ្រប់គ្រងអីច្រើនទេឃើញគាត់របៀបគាត់គ្រប់គ្រងទេ បាទគាត់គាត់គ្រប់គ្រងឲ្យគាត់សប្បាយចិត្តដោយថាលោកយាយលោកតាខ្លះគាត់នឹកស្រុកនៅពេលដែលកោត្រឬក៏ស្ដាប់ខ្ញុំច្រៀងឬក៏ស្មូតអីគាត់ដែលចង់ស្រក់ទឹកភ្នែកឬក៏ អញ្ចឹងចេះស្មូតទៀត បាទ អាយ៉ាអាចស្មូតបន្តិចបានទេ បាទ ដាក់ស្មូតបន្តិចទៀតមើលចាចាំយើងទៅជែកគ្នាតទៀត បាទព្រះអើយជាងណាឆ្លាំងអប្សារ៉ាសេងឡាអង្គអើយឆ្លាំងច្រើនរយពាន់លើកដាំងបាញ់ឈរឆ្លាំងផ្ដែទុំរក្បោក្បាច់ច្រើនក្រៃ អូយប្រកែណា បាទ នេនទុំមកចាប់ជាតិដែរ បាទ ចេះស្មូតចេះច្រៀងអីអញ្ចឹងដែលប៉ះនាងទាវនៅអាមេរិកនឹងអើដកកចំហមាត់ចង់ចេញមកជួបនៅ បាទអត់តមាន អត់មានទេហើយចុះនៅឯស្រុកខ្មែរមាននាងទាវរងចាំដែរ មានទាវច្រើន មានទាវច្រើន បាទច្រើនជំនាន់ បាទនៅពេលដែលគាត់បានស្ដាប់ការស្មូតការលេងហ្នឹងគាត់មានអារម្មណ៍បែបណាដែរកំពុងនិយាយដល់ហ្នឹងមិញ បាទគាត់ដូចថាគាត់រំភើបចិត្តគាត់សប្បាយចិត្តដូចថាសិល្បៈខ្មែរយើងនៅតែមានថាអ្នកចេះឬក៏អ្នកហាត់រៀនបន្តអញ្ចឹងណាគាត់សប្បាយចិត្តហើយគាត់រីករាយមែនតើ បាទខ្ញុំក៏មានការភ្ញាក់ផ្អើលដែរដែលយកនៅក្មេងហើយចេះគ្រប់យ៉ាងទាំងអស់ពេលដែលទៅសម្ដែងនៅទិវាសហគមន៍ខ្មែរនៅវត្ត DC មកពីថ្ងៃអាទិត្យហ្នឹងខ្ញុំឃើញច្រៀងតាំងពីបទមហោរីបទអីបទបុរាណហ្នឹងចេះច្រើនណាស់ បាទ ហើយជាពិសេសអត់បានចូលរៀនសាលាវិចិត្រសិល្បៈអីត្រឹមត្រូវទេមិនចឹងចូលមកតាមសមាគមតាមអីអញ្ចឹងដូច្នេះមានពីដួងចិត្តហ្នឹងតែម្ដង បាទមានពីដួងចិត្តហើយពេលច្រើនខ្ញុំរៀននៅសមាគមហើយក្រៅពីហ្នឹងខ្ញុំទៅស្រាវជ្រាវផ្ទាល់ជាមួយលោកគ្រូចាស់ៗតាមស្រុកភូមិតាមតំបន់ដាច់ស្រយាលអីជាដើមបាទ បាទការដែលធ្វើឲ្យដួងចិត្តនឹងចេះស្រឡាញ់តន្ត្រីបុរាណខ្មែរការច្រៀងការសូត្រកំណាព្យការស្មូតអីជាដើមហ្នឹងគឺឥទ្ធិពលអីដែលជួយដល់ប៉ុណ្ណឹងឥទ្ធិពលដែលហេតុតែកើតឡើងមកឃើញឪពុកគាត់ចេះលេងភ្លេងទ្រខ្មែរហ្នឹងឬមួយក៏យ៉ាងម៉េចទៀតដែលធ្វើឲ្យយូនចាប់ផ្ដើមងាកមកយកអាជីពនេះ បាទអរគុណសំណួរនេះជាសំណួរមួយល្អហើយប្រហែលជាទី1គឺដោយសារពុកខ្ញុំគាត់កូតត្រធ្វើឲ្យខ្ញុំចងចាំនៅសម្លេងត្រហ្នឹងហើយមួយទៀតពីក្មេងៗនៅស្រុកភូមិយើងអាសាមានដូចជាល្ខោនប្រសាក់ឬក៏យីកេអីសម្ដែងតាមភូមិអញ្ចឹងខ្ញុំច្រើនទៅតាមចាស់ៗទៅមើលអីអញ្ចឹងទៅដល់ពេលមកភ្នំពេញអញ្ចឹងនៅទីក្រុងភ្នំពេញសម័យដែលខ្ញុំមកដល់ហ្នឹងខ្ញុំចុងឆ្នាំ1999ហ្នឹងមិនសូវមានដូចថាបុរាណដូចពីមុនអញ្ចឹងទេហើយដល់ពេលខ្ញុំហាត់សិល្បៈបុរាណទៅឃើញថាសិល្បៈខ្មែរយើងច្រើនណាស់ដែលមិនសូវមានគេចេះឬក៏មិនសូវមានការផ្សព្វផ្សាយម្ល៉េះហើយចេះតែស្រាវជ្រាវចេះតែស្វែងយល់ទៅឃើញចេះតែច្រើនទៅបាទដូច្នេះគឺថាចាប់អារម្មណ៍ទៅម្ដងហើយការដែលបង្កើតក្រុមអង្គការរថយន្តតន្ត្រីទឹកខ្មែរហ្នឹងគឺមានខាងណាគេមកជួយដែរដែលផ្ដល់ថវិការហូតដល់ទិញឡានហើយនាំដើរសម្ដែងមានគម្រោងផងគ្រោងទុកផងមិនមានគម្រោងផងហ្នឹងខាងណាគេជួយដែរ បាទកាលពីបើសិនជាខ្ញុំមិនច្រឡំទេឆ្នាំ2012ហ្នឹងខ្ញុំបានចូលរួមដំណើរជាមួយនឹងក្រុមនិស្សិតពីសាលា Watkinson School បាទកាលនោះមានធួមួយទៅឧត្តមមានជ័យបាទក្នុងនោះមានគ្រូបង្រៀនលោក Steve មាន Karen ជាគ្រូបង្រៀនហើយមានលោកអានជាន់ផនជាស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈមានអ្នកបងថនសេមាជាអ្នក tour guide ឲ្យខ្ញុំក៏ជាសិល្បករហ្នឹងលេងភ្លេងជាមួយនឹងក្រុមនិស្សិតហ្នឹងហើយដល់ពេលបានក្រុមខ្ញុំហ្នឹងបានអញ្ជើញលោកអ៊ំម្នាក់ឈ្មោះមុនហើយហ្នឹងពីដល់មានជ័យហ្នឹងបានលេងកែនហ្នឹងតាមឡានហ្នឹងដែរហើយយើង
រៀងផងលេងផងឲ្យនិស្សិតនឹងសប្បាយហើយដល់ពេលហ្នឹងយើងឈប់នៅភូមិមួយចិត្តដល់មានជ័យហ្នឹងផ្លុំកែនហ្នឹងគឺថាអ្នកស្រុកភូមិហ្នឹងផ្អើលរាប់គ្នារត់មកមើលការផ្លុំកែនហ្នឹងហើយលោក Steve ហើយនឹងក្រុមការងារយើងទាំងអស់ហ្នឹងមានអារម្មណ៍ថាតន្ត្រីហាក់ដូចជាអ្វីមួយតាក់ទាញចិត្តមនុស្សឲ្យសប្បាយរីករាយហើយជួយព្យាបាលនៅការលំបាកចិត្តឬក៏ស្មុគស្មាញនៅផ្លូវចិត្តហ្នឹងក៏ចាប់ដើមគិតដល់ការបង្កើតរថយន្តតន្ត្រីទឹកហ្នឹងមកហើយឆ្នាំ2013ហ្នឹងក្រុមការងាររបស់យើងមានលោកអានចនផនក៏ដូចជា Steve ដូចជាបងសេម៉ាដែលបានមកសម្ដែងនៅអាមេរិកហ្នឹងក៏ធ្វើការផ្សព្វផ្សាយរីលុយក៏បានទិញឡានហ្នឹងហើយចាប់ដើមដំណើរការរហូតដល់សប្តាហ៍ថ្ងៃនេះតែម្ដងបាទតើបើសិនជាយុវជនខ្មែរយើងនឹងចង់ស្ដាប់ចម្រៀងរបស់យូនចង់ទិញ CD របស់យូនដែលថតអំពី brand របៀបគេលេងកេនហើយមានអ្នកច្រៀងឆ្លើយឆ្លងគ្នានឹងទៅរកឯណាបាន CD ហ្នឹងបាទ CD នេះបានផលិតកម្មវត្តរៈបានថតហើយបានដាក់លក់ប៉ុន្តែការលក់ហ្នឹងក៏មិនដូចថាទលំទលាយដូចជាចម្រៀងនៅក្នុងផលិតកម្មដែរបាទហើយបើចង់ស្ដាប់មានតែតាក់ទង direct ផ្ទាល់ទៅក្រុមការងាររបស់យើងតែម្ដងបាទរឿងមួយទៀតយូនបានមកដល់ស្រុកនេះ4ដងហើយការដែលសម្ដែងហើយមានយុវជនខ្មែរច្រើនណាស់ដែលចង់មានឱកាសដើម្បីបានដើរដកស្រង់បទពិសោធន៍ដើរបង្ហាញស្នាដៃនឹងជួយរៀបរាប់ពីបទពិសោធន៍ជូនលោកអ្នកទស្សនាបន្តិចមើលជូនយុវជនបន្តិចមើលតើធ្វើយ៉ាងម៉េចដើម្បីឲ្យខ្លួនបានលេចធ្លោរហូតដល់បានមានឱកាសចេញមកសម្ដែងទេពកោសល្យរបស់ខ្លួននៅបរទេសបាន3 4 5ដងនេះបាទអរគុណបាទនេះគឺជាការលំបាកមួយដែលខ្ញុំធ្លាប់ឆ្លងកាត់ជាង10ឆ្នាំហើយគឺថាយើងមានសមត្ថភាពហើយគឺថាយើងអត់សូវមានឱកាសសម្ដែងបាទគឺទីមួយគឺយើងអត់ចេះធ្វើ marketing ដូចថាធ្វើម៉េចឲ្យគេស្គាល់ហើយខ្ញុំបានព្យាយាមស្វែងយល់ហើយក៏ខ្ញុំរកមធ្យោបាយឃើញតាមទីមួយគឺថាយើងក្រៅពីចេះជំនាញសិល្បៈគួរតែចេះប្រើ computer ចេះតំណងចេះប្រើ email បាទហើយខ្ញុំមានដូចថាសំណាងល្អដែរដែលថាខ្ញុំមានថាសមត្ថភាពអាចសម្ដែងបានហើយខ្ញុំព្យាយាមដាក់ឯកសារចម្រៀងរបស់ខ្ញុំនឹងតាម Facebook YouTube អីជាដើមអញ្ចឹងរហូតដល់ឆ្នាំ2013ហ្នឹងក៏ក្រសួងការបរទេសអាមេរិកហ្នឹងក៏បានរៀបចំកម្មវិធី One Beat ហ្នឹងបានឲ្យអ្នកដែលមានសមត្ថភាពហ្នឹងអាច apply ដាក់តាម online បានបាទហើយសិល្បករដទៃទៀតក៏គាត់ចេះហើយចេះអាចថាចេះច្រើនជាងខ្ញុំអញ្ចឹងហើយអ្វីដែលគាត់ខ្វះខាតគឺអត់ទាន់មានស្នាដៃរបស់គាត់ហ្នឹងដាក់ផ្សព្វផ្សាយលើ YouTube ហើយមិនមានភាសាបរទេសដែលជាយានក្នុងការទំនាក់ទំនងបាទហើយឃើញបើអង្គការសិល្បៈខ្មែរអមតៈហ្នឹងក៏បានផ្សព្វផ្សាយហើយខ្ញុំក៏បានអង្គការសិល្បៈខ្មែរអមតៈហ្នឹងជួយសរសេរ form ជួយរៀបចំឯកសារហ្នឹងដាក់មកហើយក៏បានជ្រើសរើសត្រូវបានកម្មវិធីហ្នឹងជ្រើសរើសមកតែម្ដងបាទហើយតែនឹងក៏ជាការបើកផ្លូវមួយយ៉ាងធំឲ្យខ្ញុំមានឱកាសចេញមកក្រៅស្រុកពិសេសមកអាមេរិកហ្នឹងតែម្ដងបាទការដែលមកនេះក្រៅតែពីដើរសម្ដែងនឹងមានឱកាសបានធ្វើសិក្ខាសាលាដើម្បីជួយបង្ហាត់បង្ហាញអីបើយុវជនខ្មែរយើងនឹងចង់ចេះជាចំណេះមូលដ្ឋានបន្តិចបន្តួចអំពីការកូត្រអីហ្នឹងដែលបានឡើងបង្ហាត់បង្ហាញអីចឹងខ្លះដែរទេបាទយើងមានដូចថាទៅតាមផ្ទះឬក៏ជួបបងប្អូនយើងអញ្ចឹងក៏គាត់ដូចថាសំណេះសំណាលអ្នកខ្លះក៏ចង់រៀនអីក៏បានបង្រៀនគាត់ខ្លះជាមូលដ្ឋានតិចដើម្បីឲ្យគាត់បានរៀនហើយមានបងប្អូនខ្លះដែលខ្មែរយើងកើតនៅនេះគាត់ក៏ចង់រៀនហើយយើងក៏ចូលរួមសម្ដែងជាមួយគាត់ដើម្បីថាជាការចូលរួមបង្វឹកស្នាដៃរបស់គាត់ឲ្យកាន់តែប្រសើរឡើងហើយចុះនៅប្រទេសកម្ពុជាវិញឧបមាថាបើយុវជនណាចង់ចេះកូត្រអីហ្នឹងតើទៅតាក់ទងសមាគមសិល្បៈណាមានគេបើកបង្រៀនចេះកូត្រចេះលេងភ្លេងផ្លុំខ្លុយផ្លុំស្នែងផ្លុំអីដែរទេបាទនៅស្រុកខ្មែរយើងមានក្រៅពីសាកលវិទ្យាល័យវិចិត្រសិល្បៈយើងមានអង្គការជាច្រើនដែលធ្វើការនេះដូចជាអង្គការសិល្បៈខ្មែរអមតៈបាទលោកមានកម្មវិធីបង្រៀនភ្លេងការទាំងភ្លេងការបុរាណភ្លេងការសម័យកណ្ដាលនិងទម្រង់សិល្បៈផ្សេងៗទៀតដូចនៅសៀមរាបមានភ្លេងការបុរាណនៅខេត្តតាកែវជាដើមហើយមានសាលាសិល្បៈចម្រុះចំបៃដែលគាត់បង្រៀនភ្លេងបុរាណរៀនរបាំបុរាណជាដើមហើយក្រៅពីហ្នឹងមានក្លឹបតូចៗដូចជាក្លឹបអាកាំងនៅភ្នំពេញហ្នឹងក៏មានបង្រៀនភ្លេងខ្មែរភ្លេងសម័យផងដែរបាទបកទៅក្រុមរថយន្តតន្ត្រីទឹកខ្មែរនឹងវិញក្រៅតែពីដើរទៅ
អប់រំតាមរយៈលេងភ្លេងតាមរយៈការលេងកំ pl ែងខ្លីអប់រំអីជាដើមហ្នឹងបើសិនបើជាគេចង់ជួលចង់ពឹងដើម្បីឲ្យទៅពិធីជប់លៀងពិធីអីលេងជាភ្លេងមហោរីភ្លេងអីបានដែរទេបាទក្រៅពីហ្នឹងក៏យើងនិយាយថាបើសិនជាមានបងប្អូនគាត់ចង់ត្រូវការជួលឬក៏អញ្ជើញទៅចូលរួមកម្មវិធីផ្សេងៗយើងក៏ទទួលដែរបាទអរគុណហើយទទួលនឹងតាក់ទងតាមបែបណាបាទតាមរយៈមាន website ឬមួយ Facebook ឯដើម្បីតាក់ទងដែរ website របស់យើងគឺ magicmusicbus.org magicmusicbus.org បាទហើយ Facebook ក៏យើងអាចចូលទៅរថយន្តតន្ត្រីទើបខ្មែរយើងនឹងឃើញបាទអាចតាក់ទងបានហើយយន្តទៅស្រុកខ្មែរវិញថ្ងៃណាដែរបាទខ្ញុំក្រុងត្រឡប់ទៅវិញដោយសារបងប្អូនគាត់ចង់ឲ្យចូលរួមបុណ្យភ្ជុំបិណ្ឌនៅរដ្ឋអាត្លង់តាអញ្ចឹងក្រុងទៅវិញក្រោយពេលភ្ជុំបិណ្ឌក្រោយបុណ្យភ្ជុំបិណ្ឌម្ដុំចុងខែ10បាទឥឡូវនេះបទសម្ភាសយើងដល់ទីបញ្ចប់ហើយប៉ុន្តែមុននឹងលាដូចយើងច្រៀងអាយ៉ៃអញ្ចឹងតើមានបទអីលាគ្នាបន្តិចបានទេបទចម្រៀងបទកូត្រូអូខេបាទដើម្បីលាគ្នាខ្ញុំមានត្រូមួយបទទៀតបទអីគេបទស្រ័យអណ្ដែតខ្លីស្រ័យអណ្ដែតបាទអញ្ចឹងលេងរហូតដល់យើងដល់ម៉ោងយើងនឹងលាគ្នាតែម្ដងបាទសូមអញ្ជើញស្រ័យអណ្ដែតអរគុណនាយកដែលបានចូលរួមក្នុងការផ្ដល់បទសម្ភាសហើយនឹងប្រគំជូនលោកអ្នកទស្សនានៅពេលនេះបាទកម្មវិធីយើងក៏ដល់ទីបញ្ចប់ហើយអរគុណយួនហើយមានជ័យជំនះក្នុងការសម្ដែងនៅសហរដ្ឋអាមេរិកនិងត្រឡប់ទៅប្រទេសកម្ពុជាវិញបាទអរគុណច្រើនដូចគ្នាអរគុណបាទលោកអ្នកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទជួនច័ន្ទបុត្រព្រមទាំងក្រុមការងារទាំងអស់នៃទូរទស្សន៍និងវិទ្យុអាស៊ីសេរីសូមជូនពរលោកអ្នកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបទៅនឹងសេចក្តីសុខគ្រប់ប្រការខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារីករាយសួស្តី